សង្ក្រានវត្តក្រាំងស្លែងត្រូវបានរៀបចំរួចរាល់ហើយបងប្អូនហើយសម្រាប់សង្ក្រានវត្តក្រាំងស្លែងនេះដែរដង្ហែចូលនៅថ្ងៃទី14នៅពេលល្ងាចណាឥឡូវមានពឹងពុកម៉ែបងប្អូនឲ្យជួយ share វីដេអូនេះម្នាក់មួយដើម្បីឲ្យអ្នកអត់ទាន់បានដឹងឲ្យគាត់បានដឹងណាដើម្បីឲ្យពុកម៉ែបងប្អូនយើងបានចូលរួមទាំងអស់គ្នាព្រោះឲ្យនៅថ្ងៃដង្ហែចូលហ្នឹងមានសម្ដែងជារបាំត្រុដិរបាំជូនពរនិងមានសិល្បៈបែបបុរាណអីចឹងណាមាននិយាយទៅឆ្នាំហ្នឹងពិសេសខ្លាំងអញ្ចឹងបានថាខំផ្សាយឲ្យពុកម៉ែបងប្អូនយើងបានដឹងបានចូលរួមទាំងអស់គ្នាបានច្រើនកកកណាហើយនេះមិនទាន់ដល់ថ្ងៃចូលឆ្នាំផងមានពុកម៉ែបងប្អូនយើងមកច្រើនណាមកមើលណាមកមើលឲ្យការហាត់របាំត្រុដិរបាំជូនពរអញ្ចឹងណានេះក្រុមរបាំត្រុដិក៏ហាត់ទៅហាត់និយាយទៅហាត់យូរហើយហាត់ចូលកន្លះខែមួយខែដឹងយូរហើយមានក្រុមរបាំរបាំជូនពរនោះក៏គាត់កំពុងតែហាត់ដែរហាត់ដើម្បីឲ្យស្ទាត់ណាព្រោះថ្ងៃទី14ពេលល្ងាចហ្នឹងមានការសម្ដែងឈុតសិល្បៈបុរាណហ្នឹងវាច្រើនដែរច្រើនណាស់ណានិយាយទៅច្រើនណាអញ្ចឹងហើយទៅក្រុមសម្ដែងនីមួយៗពួកគាត់ខំហាត់និយាយទៅខំហាត់និយាយទៅហាត់មកយប់ហ្នឹងមិនហែនហាត់តែម្ដងទេណាហាត់4 5 10 ដងអីចឹងណាដើម្បីឲ្យដល់ថ្ងៃទី14ហ្នឹងសម្ដែងទៅបានល្អអញ្ចឹងហើយពុកម៉ែបងប្អូនកុំភ្លេចចូលរួមឲ្យបានច្រើនទាំងអស់គ្នាព្រោះអីរយៈពេល4ថ្ងៃហ្នឹងមានការសម្ដែងសិល្បៈបែបបុរាណហ្នឹងតែរយៈពេលមួយថ្ងៃទី14ហើយថ្ងៃដង្ហែចូលហ្នឹងទេអញ្ចឹងហើយពុកម៉ែបងប្អូនកុំភ្លេចចូលរួមឲ្យបានច្រើនទាំងអស់គ្នាណាសតរយៈពេលតែ2ថ្ងៃទៀតទេបងប្អូនយើងក៏បានទស្សនាសិល្បៈបែបបុរាណហើយអ្នករាំនោះក៏បានរាំបានលេងទឹកបានអីអញ្ចឹងណាហើយមានឡានទឹករយៈពេល4ថ្ងៃហ្នឹងដូចឆ្នាំមុនដែរនិយាយទៅដឹងតែសប្បាយទៀតហើយសម្រាប់បងប្អូនយើងដែលចាំរាំណាចាំរាំរយៈពេលឡើងមួយឆ្នាំមកហើយឥឡូវហ្នឹងរយៈពេល4ថ្ងៃថ្ងៃទី14 15 16និង17មានរយៈពេល4ថ្ងៃហ្នឹងហើយឡានទឹកក៏មាន4ថ្ងៃដែរដឹងតែសប្បាយរាំទៀតហើយបងប្អូនកុំភ្លេច share ម្នាក់មួយដើម្បីឲ្យអ្នកđãដឹងបានចូលរួមរាំលេងកំសាន្តនៅពេលយប់ណាចង់រាំបែបរីមិចក៏បានត្រឹមក៏បានរាំវងក៏បានដែរមានគ្រប់ចង្វាក់គ្រប់ទម្រង់ណាហើយខាងបង DJ ក៏គាត់បានចូលរួមដែរដឹងតែពេញក្លុកទៀតដែរឆ្នាំនេះហើយសម្រាប់វីដេអូនេះដែរខ្ញុំអត់មានអីនិយាយច្រើនទៀតទេមានតែប៉ុណ្្នឹងឯង